Videoនេះខ្ញុំមកបង្ហាញពីការងារ lab ឥឡូវយើងចូលមកកាន់ feedback របស់យើងសម្រាប់comment ទី1នេះយើងប្រើសម្រាប់បង្កើតtext file ហើយសម្រាប់ comment ទី2នេះគឺយើងបង្កើត text ហើយរាយវាបញ្ចូលទៅក្នុងមាន fv34.txt file របស់យើងហើយសម្រាប់ comment ទី3នេះយើង copy មិន10 line ចេញពី main file របស់យើងចូលទៅកាន់ fv 34 text ចាប់ពី A ដល់ J .txt ឥឡូវយើងមកឆែកមើល text នៅក្នុង file មួយក្នុង main វាមានចំនួន100 line នៅក្នុង file fv34.a ហ្នឹងមានចាប់ពី1ដល់លេខ10នៅក្នុង J ហ្នឹងមានចាប់ពី99ដល់100ហើយវីដេអូហ្នឹងមានតែប៉ុណ្ណឹងជម្រាបលា